ប្រិមិត្តជាទីមេត្រីយើងទៅតាមផេកនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានបង្ហោះនៅវីដេអូមួយស្ដីពីការណែនាំឲ្យប្រុងប្រយ័ត្នអំពីល្បិចកលបោកប្រាស់លក់ឆ្នោតកោតាម Facebook ដែលធ្វើការបង្ហាញជាវីដេអូនិងណែនាំផ្ទាល់ពីលោកនាយការិយាល័យស្រាវជ្រាវនិងអភិវឌ្ឍបច្ចេកវិទ្យានៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាអំពីល្បិចកលរបស់ក្រុមអ ுக ្រិតជនដែលតែងតែប្រើប្រាស់រូបភាពលក់ឆ្នោតកោអនឡាញដោយសន្យាផ្ដល់រង្វាន់ជាទឹកប្រាក់ធំច្រើនដើម្បីបោកបញ្ឆោតឲ្យប្រជាពលរដ្ឋវេរប្រាក់ថ្លៃសេវាឬថ្លៃពន្ធផ្សេងគន្លឹះការពារខ្លួនសំខាន់កុំជឿការលក់ឆ្នោតកោតាមអនឡាញដែលសន្យាថានឹងឈ្នះរង្វាន់ជាទឹកប្រាក់ធំច្រើនកុំវេរប្រាក់មិនត្រូវវេរប្រាក់ថ្លៃសេវាថ្លៃដឹកជញ្ជូនឬថ្លៃពន្ធដើម្បីយករង្វាន់ឡើយត្រូវប្រុងប្រយ័ត្នពិនិត្យមើលប្រភពឲ្យច្បាស់លាស់និងកុំប្រញាប់ជឿលើការផ្សព្វផ្សាយភូតភរសូមជួយចែករំលែកព័ត៌មាននេះបន្តសូមបងប្អូនជួយ share វីដេអូនេះទៅកាន់ក្រុមគ្រួសារនិងសាច់ញាតិដើម្បីរួមគ្នាការពារពួកគាត់ឲ្យជៀសផុតពីការឆោបបោកយើងរួមគ្នាលុបបំបាត់បទល្មើសបច្ចេកវិទ្យាបងបានដឹងអំពីល្បិចកល live លក់ឆ្នោតកោឈ្នះរង្វាន់តាមប្រព័ន្ធសង្គម Facebook ទេសូមបងប្អូនតាមដានជាមួយខ្ញុំទាំងអស់គ្នាសូមគោរពជំរាបសួរបងប្អូនប្រជាពលរដ្ឋទាំងអស់ខ្ញុំបាទវរៈសនីឯកលីសាវ៉េតជានាយការិយាល័យស្រាវជ្រាវនិងអភិវឌ្ឍបច្ចេកវិទ្យានៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាថ្ងៃនេះខ្ញុំបាទសូមលើកយកប្រធានបទមួយមកចែករំលែកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាអំពីល្បិចកល live លក់ឆ្នោតកោឈ្នះរង្វាន់បច្ចុប្បន្ននេះមានជនឆោបបោកមួយចំនួនកំពុង live លក់ឆ្នោតកោឈ្នះរង្វាន់បោកប្រាស់តាមប្រព័ន្ធសង្គម Facebook ដោយជនអនាមិកនោះបានប្រើប្រាស់ខ្សែកនិងត្រាคล้ายៗរួមទាំងកាត់តរូបភាពទេប្រាក់ដើម្បីលបងបងប្អូនពួកគេនឹងតម្រូវឲ្យបងប្អូនចុះឈ្មោះទិញស្លឹកឆ្នោតបន្ទាប់មកបងប្អូនក៏បានទិញស្លឹកឆ្នោតនោះក្នុងតម្លៃថោកមាន$10 $15 $20 ហើយបន្ទាប់មកជនអនាមិកនោះក៏បានកោសស្លឹកឆ្នោតនោះហើយឃើញថាបងប្អូនពិតជាឈ្នះរង្វាន់ធំមែនរហូតដល់រាប់ម៉ឺន$មាន$40,000 $50,000 ជាដើមបន្ទាប់មកជនអនាមិកក៏បានឲ្យបងប្អូនបង់ប្រាក់ជាលើកទី2ជាមុនជាបន្តបន្ទាប់ក្រោមលេខថាទិញស្លឹកឆ្នោតថ្លៃសេវារត់ការឬថ្លៃបង់ពន្ធដកប្រាក់ដើម្បីយករង្វាន់ធំជាដើមដោយជនអនាមិកនោះមិនបានវេរប្រាក់ឲ្យបងប្អូនត្រឡប់មកវិញនោះទេសូមបញ្ជាក់ថាគ្មានរង្វាន់ពិតប្រាកដឡើយការផ្ទេរប្រាក់ឲ្យជនអនាមិកគឺដឹងតែបាត់បង់ទាំងស្រុងហើយសូមប្រុងប្រយ័ត្នទាំងអស់គ្នាសូមអរគុណ